พรณาสหรัฐอเมริกស្ថិតក្នុងកម្រិតណាហើយបានជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកបាទបងប្អូនជាទីគោរពអត្រាអតិផរណាសហរដ្ឋអាមេរិកបានកើនឡើងដល់ 3.8% ក្នុងរយៈពេល12ខែគិតត្រឹមខែមេសាឆ្នាំ2026នេះការហក់ឡើងនេះគឺដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានបង្កឲ្យមានវិបត្តិធម្មពលនិងការអនុវត្តពន្ធគយកត្តានេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយបានធ្វើឲ្យកើនឡើងនៅថ្លៃចំណាយរស់នៅប្រចាំថ្ងៃធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមិនអាចទូទាត់ទាន់ការឡើងថ្លៃទំនិញនិងបង្ខំឲ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលហៅកាត់ថា Fed រក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ឲ្យនៅដដែលគឺ 3.75% ផលប៉ះពាល់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយសារអតិផរណាបានធ្វើឲ្យមានសម្ពាធលើថ្លៃដើមរស់នៅនិងចំណាយប្រចាំថ្ងៃការកើនឡើងថ្លៃនៃប្រេងឥន្ធនៈបានធ្វើឲ្យថ្លៃដឹកជញ្ជូនអាហារនិងទំនិញផ្សេងៗហក់ឡើងខ្ពស់ជាក់ស្ដែងថ្លៃថាមពលសរុបបានកើនឡើងដល់ 17.9% ដែលនាំឲ្យតម្លៃសាំងនិងការធ្វើដំណើរមានការកើនឡើងជាងមុនការថយចុះកម្លាំងទិញដោយសារប្រាក់ឈ្នួលរបស់ពលរដ្ឋអាមេរិកបានធ្លាក់ចុះហើយការឡើងថ្លៃនៃទំនិញបានស៊ីដាច់កំណើនប្រាក់ចំណូលដែលធ្វើឲ្យប្រជាជនប្រឈមនឹងការលំបាកផ្នែកជីវភាពការបន្តគោលនយោបាយអត្រាការប្រាក់ខ្ពស់ដើម្បីទប់ទល់នឹងអតិផរណារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានធ្វើឲ្យការខ្ចីប្រាក់សម្រាប់ទិញផ្ទះឬពង្រីកអាជីវកម្មមានការចំណាយថ្លៃជាងមុនបច្ចុប្បន្នទីផ្សារ Wall Street Journal ក៏ទទួលរងសម្ពាធផងដែរដោយសារក្តីបារម្ភថាអតិផរណានិងការរក្សាអត្រាការប្រាក់ខ្ពស់យូរអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចថមថយ។